ងាកមកមើលរឿងនៅតាមព្រំដែននេះដែរយុទ្ធថៃបានប្រកាសពីគម្រោងអភិវឌ្ឍតំបន់ព្រំដែនដោយចាប់ផ្ដើមពីការពង្រីកប្រព័ន្ធចែកចាយអគ្គិសនីនៅតំបន់ភ្នំទ្រាបជាទីតាំងដែលដណ្ដើមបានពីកម្ពុជានិងគម្រោងសាងសង់ជញ្ជាំងអចិន្ត្រៃយ៍នៅតាមបណ្ដោយព្រំដែនខេត្តច័ន្ទបុរីជាឯកតោភាគីមន្ត្រីបកប្រឆាំងថាសកម្មភាពអភិវឌ្ឍរបស់ថៃគឺជាការពង្រីកកម្លាំងការពារជាតិនៅតាមព្រំដែនដើម្បីឈានដល់ការគ្រប់គ្រងលើដែនអធិបតេយ្យភាពកម្ពុជាជាអចិន្ត្រៃយ៍បាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារាអំពីរឿងនេះដូចតទៅក្រោយពីដណ្ដើមបានទឹកដីមួយចំនួនពីកម្ពុជាដោយខុសច្បាប់ថៃចាប់ផ្ដើមពង្រឹងប្រព័ន្ធការពារទឹកដីទាំងនោះជាអចិន្ត្រៃយ៍មេតបភូមិភាគ2របស់ថៃលោកវីរយុទ្ធរ៉ាស៊ីនកាលពីថ្ងៃទី16ខែមីនាបានសម្ពោធគម្រោងពង្រីកប្រព័ន្ធចែកចាយអគ្គិសនីនៅក្នុងតំបន់ភ្នំទ្រាបក្បែរតំបន់ប្រាសាទព្រះវិហារដែលថៃបានដណ្ដើមកាន់កាប់ពីកម្ពុជាក្រោយសង្គ្រាមតាមព្រំដែនមេតបភូមិភាគ2របស់ថៃរូបនេះអះអាងថាការអភិវឌ្ឍប្រព័ន្ធអគ្គិសនីនៅតំបន់ភ្នំទ្រាបគឺដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនឲ្យកាន់តែរឹងមាំដោយថាមពលអគ្គិសនីទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យយោធាជាចម្បងនិងមួយផ្នែកទៀតគឺសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណែកនៅខេត្តច័ន្ទបុរីវិញយោធាថៃកំពុងរៀបចំសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍នៅតាមបណ្ដោយព្រំដែននៅដើមខែមេសានេះដោយចាប់ផ្ដើមពីចំណុចបង្គោលព្រំដែនលេខ52និង54ដែលមានទីតាំងជាប់នឹងខេត្តបៃលិននិងស្រុកកំរៀងខេត្តបាត់ដំបងមានប្រវែងជាង1គីឡូម៉ែត្រយោធាថៃអះអាងថាក្រោយពីបញ្ចប់គម្រោងសាងសង់នេះរួចយោធាថៃនឹងបន្តសង់របងជញ្ជាំងនិងរបងអេឡិចត្រូនិកដែលបំពាក់កាមេរ៉ាសម្រាប់តាមដាននៅក្នុងតំបន់ផ្សេងទៀតតាមបណ្ដោយព្រំដែនកម្ពុជាក្រៅពីតំបន់ខាងលើនេះយោធាថៃបានសាងសង់សំណង់ព្រះពុទ្ធរូបស្ទូបអនុស្សាវរីយ៍របស់កងទ័ពថៃនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំងទៀតនៅក្នុងតំបន់ដែលដណ្ដើមបានពីកម្ពុជាដូចជាតំបន់ភ្នំ677ភ្នំ350អានសេះប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំជាដើមអតីតមេទ័ពភូមិភាគ2របស់ថៃនិងជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោកលោកប៊ុនស៊ីនផាត់ខ្លាំងបានថ្លែងនៅតាមវេទិកាដោយលើកទឹកចិត្តឲ្យសិស្សានុសិស្សយុវជននិងប្រជាពលរដ្ឋថៃទៅទស្សនាតំបន់ព្រំដែនដែលយោធាថៃបានដណ្ដើមកាន់កាប់ពីកម្ពុជានិងកំពុងអភិវឌ្ឍជាពិសេសនៅតំបន់ភ្នំទ្រាបដើម្បីបង្កើតមោទនភាពជាតិនិងប្រែក្លាយតំបន់ទាំងនោះឲ្យទៅជារមណីយដ្ឋានទេសចរណ៍ចំណែកនៅតំបន់មួយចំនួនទៀតដូចជាតំបន់ជាំតែបឹងត្រកួននិងអូស្មាច់ជាដើមយោធាថៃបានរារាំងនិងហាមឃាត់ទាហានខ្មែរមិនឲ្យចូលទៅក្បែរទីតាំងដែលពួកគេបានរីបន្លាលួសនិងជីកប្រឡាយកាត់ផ្ដាច់នោះឡើយដោយខាងទាហានថៃបានចោទប្រកាន់និងប្រមាថមកលើទាហានខ្មែរថាខ្វះវិន័យនិងព្យាយាមមកញុះញង់បង្កជម្លោះជាមួយពួកគេថែមទៀតផងទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោកឡាំជាដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី17ខែមីនាកាលពីថ្ងៃទី13ខែមីនាក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយតវ៉ាប្រឆាំងទៅនឹងសកម្មភាពសាងសង់សំណង់និងហេដ្ឋារចនាសម្ព័ន្ធរំលោភទៅលើបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់តាមព្រំដែនមួយចំនួនភាគីកម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថាជាការបំពានទៅលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជុំវិញរឿងនេះប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារលោកអ៊ុំសំអានលើកឡើងថាសកម្មភាពអភិវឌ្ឍរបស់ថៃគឺជាការពង្រឹងកម្លាំងការពារជាតិនៅតាមព្រំដែនដើម្បីឈានទៅដល់ការគ្រប់គ្រងទៅលើដែនអធិបតេយ្យកម្ពុជាជាអចិន្ត្រៃយ៍លោកជំរុញឲ្យប្រជាពលរដ្ឋដាក់សម្ពាធលើរដ្ឋាភិបាលឲ្យរកវិធីបញ្ឈប់ការឈ្លានពានរបស់យោធាថៃជាបន្ទាន់បើមិនដូច្នេះទេកម្ពុជានឹងត្រូវបាត់បង់ទឹកដីដែលលោកអះអាងថាមានទំហំប្រហែលខេត្តតាកែវទៅកាន់ភាគីថៃជាអចិន្ត្រៃយ៍គ្មានសម័យណាដែលថៃរាយម្លាលុះយកដីខ្មែរយើងស្រេចចិត្តជីកបន្លាយដាក់ទូកុងតឺន័រយកដីខ្មែរយើងស្រេចចិត្តដោយសម័យលោកហ៊ុនម៉ាណែតទេហើយគ្មានសម័យណាដែលថៃមើងងាយខ្មែរដោយសម័យលោកហ៊ុនម៉ាណែតទេហើយគ្មានសម័យណាដែលបាត់បង់ទឹកដីខ្មែរយើងរហូតដល់45ទីតាំងទៅថៃដោយសម័យលោកហ៊ុនម៉ាណែតទេបន្ទាប់ពីសម័យអាណានិគមនិយមបារាំងមកគិតមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីគោលជំហររឹងមាំនៅក្នុងការទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃនោះឡើយក្រៅពីការដាក់លិខិតតវ៉ាគណៈប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនដែលកន្លងមកតែងតែបញ្ចេញវោហារសាស្ត្រនៅក្នុងរឿងជម្លោះព្រំដែន
រហូតបណ្ដាលផ្ទុះសង្គ្រាមនៅតាមព្រំដែននោះបានបន្តរក្សាភាពស្ងៀមស្ងាត់ទោះជាយ៉ាងណាមេបញ្ជាការកងទ័ពអាកាសរបស់ថៃលោកប្រាក់ផាតសុនចៃឌីបានអះអាងនៅថ្ងៃនេះថាតំណាងកម្ពុជាបានធ្វើការតវ៉ាមកកាន់ប្រទេសថៃចំពោះការកាត់តរូបថតរបស់លោកហ៊ុនសែននៅក្នុងឫសដើមឈើពីសំណាក់អ្នកលេងបណ្ដាញសង្គមរបស់ថៃដែលមានលក្ខណៈញុះញង់ចំអកឬបរិហាកេរដែលអាចប៉ះពាល់ទៅដល់បរិយាកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ប៉ុន្តែការតវ៉ានេះបានធ្វើឲ្យមហាជនរិះគន់ថាលោកហ៊ុនសែនហាក់ខ្វាយខ្វល់ពីមុខមាត់របស់ខ្លួនឯងជាងរឿងទឹកដីដែលថៃកំពុងតែកាន់កាប់ដោយសារតែចំនួនបុគ្គលរបស់លោកជាមួយនឹងគ្រួសារអតីតបងធររបស់លោកនិងជាអតីតមេដឹកនាំរបស់ថៃគឺក្រុមគ្រួសាររបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់ខ្ញុំយ៉ងច័ន្ទដារាទូរទស្សន៍អាស៊ីសេរី Washington បានលោកនាយកទីមេត្រីកាលពីចុងសប្តាហ៍នេះគឺបរដ្ឋខ្មែរមកពីគ្រប់ទិសទីនៅលើពិភពលោកបានមកចូលរួមសមាជមួយរយៈពេល3ថ្ងៃដែលរៀបចំឡើងនៅវត្តភ្នំសេរីអង្គអ្នកដែលចូលរួមសមាជបានលើកពីទុកកង្វល់ជាខ្លាំងក៏ប៉ុន្តែទុកកង្វល់នេះមិនមែនជាទុកកង្វល់ផ្ទាល់ខ្លួននោះទេអ្វីដែលកង្វល់ខ្លាំងនោះគឺបញ្ហាប្រទេសជាតិរួមមានកត្តាព្រំដែនកត្តាធនធានធម្មជាតិដែលញោមញីខ្ទេចខ្ទីនៅក្រោមការដឹកនាំរបស់តកូលហ៊ុននេះពួកគេបានសំណូមពរឲ្យរដ្ឋាភិបាលក្រៅប្រទេសជួយស្ដារប្រទេសកម្ពុជាឲ្យចេញពីកណ្ដាប់ដៃរបស់តកូលហ៊ុនដែលកំពុងតែបំផ្លាញខ្ទេចខ្ទីទាំងប្រព័ន្ធសេដ្ឋកិច្ចនិងធនធានធម្មជាតិផងនោះអ្វីដែលចុងក្រោយដែលកង្វល់ដែលខ្លាំងជាងគេនោះគឺបញ្ហាទឹកដីដែលថៃឈ្លានពានយកហើយនឹងបញ្ហាស្កែមអនឡាញដែលធ្វើឲ្យមុខមាត់ប្រទេសកម្ពុជាមានមុខអាស្រូវមានរឿងមានគេឈ្មោះមិនល្អនៅលើឆាកអន្តរជាតិនៅចុងបញ្ចប់នៅសមាជនៅថ្ងៃទី3នោះអង្គសមាជបានសម្រេចនៅលទ្ធផល5ចំណុចដើម្បីរំដោះប្រទេសកម្ពុជាឡើងវិញថាតើលទ្ធផលទាំង5ចំណុចនោះមានអ្វីខ្លះហើយនៅពេលបន្តិចទៀតនេះយើងនឹងមានអាយដាមសំរងស៊ីមកបកស្រាយហើយថាតើរដ្ឋាភិបាលក្រៅប្រទេសរបស់លោកនឹងអនុវត្តចំណុចណាមុនគេហើយរដ្ឋាភិបាលក្រៅប្រទេសនឹងអនុវត្តដោយរបៀបណាដើម្បីរំដោះប្រទេសជាតិកម្ពុជាចេញពីកណ្ដាប់ដៃរបស់តកូលហ៊ុនបាននោះបាទសូមលោកនេះរងចាំទស្សនានីតិវិទ្យាអ្នកស្ដាប់វិទ្យុអសិរ័យដែលនឹងជជែកអំពីបញ្ហានេះនាពេលបន្តិចទៀតនេះលោកនាងក៏អាចបញ្ចេញមតិយោបល់ឬសួរសំណួរមកកាន់លោកសំរងស៊ីដោយផ្ទាល់តែម្ដងនាពេលបន្តិចទៀតនេះដោយគ្រាន់តែដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ comment Facebook និង YouTube ហើយក្រុមការងាររបស់យើងនឹងហៅទៅលោកនាងវិញបាទសូមអរគុណបាទលោកនាងជាទីមេត្រីយើងងាកមកមើលរឿងមួយទៀតគឺរដ្ឋាភិបាលរបស់តកូលហ៊ុននេះបានចងក្រងគ្នាយ៉ាងណែនពិសេសគឺការតែងតាំងកូនចៅរបស់ខ្លួនឲ្យបន្តដឹកនាំឥឡូវនេះគឺប្រធានប្រសិទ្ធភាពលោកហ៊ុនសែនបានសម្រេចតែងតាំងឧត្តមសេនីយ៍ឯកចៅភិរិទ្ធជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិតាមសំណើរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលជាកូនប្រុសរបស់លោកនេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយលោកហ៊ុនសែនក្នុងនាមជាប្រមុខរដ្ឋស្ដីទីដែលវិទ្យុអាស៊ីសេរីទើបតែទទួលបាននៅថ្ងៃទី17មីនានេះឧត្តមសេនីយ៍ឯកចៅភិរិទ្ធគឺជាកូនប្រុសច្បងរបស់ឧត្តមសេនីយ៍ចៅភិរុនដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិនាយឧត្តមសេនីយ៍ចៅភិរុនបានបង្កើតគ្រួសារនិយមនិងបកពួកនិយមនៅក្នុងក្រសួងការពារជាតិមិនខុសពីជួរថ្នាក់ដឹកនាំកម្ពុជារបស់ក្រសួងការពារជាតិនោះទេឧត្តមសេនីយ៍ឯកចៅភិរិទ្ធដែលទើបត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិនេះក៏បានឡើងកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជំនួសឪពុករបស់លោកដែររីឯកូនប្រុសទី2គឺឧត្តមសេនីយ៍ឯកចៅភិលៈដែលមានតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិបន្ទាប់ពីបងប្រុសរបស់លោកទោះជាយ៉ាងណាគ្រួសារលោកចៅភិរុននេះមានគេឈ្មោះអាស្រូវខ្លាំងពាក់ព័ន្ធនឹងរឿងអំពើពុករលួយកាលពីខែវិច្ឆិកាឆ្នាំ2021សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកចៅភិរុននិងសមាជិកក្រុមគ្រួសាររបស់លោកទាំងប្រពន្ធនិងកូនជំវិញការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់និងកែលម្អកំពង់ផែទ័ពជើងទឹករៀមនៅក្រុងប្រស័យហនុការដាក់ទណ្ឌកម្មនេះរួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិកនិងការរដ្ឋបတ်ទឹកការមិនឲ្យជន់ទឹកដីអាមេរិកជាដើមប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលតកូលហ៊ុនជាង4ទសវត្សរ៍មកនេះបានបង្កើតឲ្យមានអំពើពុករលួយនិងគ្រួសារនិយមបកពួកនិយមនៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់ដោយនៅក្នុងនោះក៏មានក្រសួងការពារជាតិមួយនេះដែរថ្នាក់ដឹកនាំកម្ពុជារបស់កងទ័ពភាគច្រើន
គិតតែពីកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងពង្រឹងអំណាចគ្រួសារដោយលើកបន្តកូនចៅនិងសាច់ញាតិរបស់ខ្លួនឲ្យកាន់តួនាទីសំខាន់ៗនៅក្នុងជួរកងទ័ពបញ្ហាអំពើពុករលួយនិងគ្រួសារនិយមនៅក្នុងជួរថ្នាក់ដឹកនាំកងទ័ពនេះត្រូវបានគេមើលឃើញថាគឺជាឧបសគ្គរារាំងដល់ការធ្វើទំនើបកម្មក្នុងវិស័យកងទ័ពកម្ពុជាហើយបង្កភាពអយុត្តិធម៌ជាច្រើនដល់កូនទាហាននិងធ្វើឲ្យប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាងយ៉ាងងាយក្នុងសង្គ្រាមពីរលើកជាមួយប្រទេសថៃកន្លងមកនេះកងទ័ពខ្មែរដែលចេញច្បាំងភាគច្រើនបំផុតគឺជាកងទ័ពដែលនៅសេសសល់ពីសម័យតស៊ូនិងជាកូនចៅរបស់ប្រជារាស្ត្រក្រីក្រពួកគាត់សុទ្ធតែជាអ្នកក្លាហានចេញច្បាំងការពារទឹកដីដោយមិនខ្លាចរអាសត្រូវទោះបីជាគ្មានអាវុធទំនើបនិងអារម្មណ៍ខ្វាយខ្វល់អំពីបញ្ហាជីវភាពដុនដាបរបស់គ្រួសារក្តីចំណែកកូនចៅរបស់អ្នកធំពួកគេគ្មានវត្តមាននៅក្នុងសមរភូមិជួរមុខនោះឡើយប៉ុន្តែពួកគេបែរជាអង្គុយចាំទទួលតំណែងសំខាន់យ៉ាងស្រួលនៅក្នុងស្ថាប័នការពារជាតិនេះវិញជាដើមបាទលោកនាងទីមេត្រីងាកមកមើលក្រសួងមហាផ្ទៃវិញលោកថាថៃបានរាយការណ៍មកថាក្រសួងមហាផ្ទៃបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យាដោយគិតត្រឹមរយៈពេលជាង2ខែដើមឆ្នាំ2026នេះគឺមានចំនួន98កន្លែងដែលឃាត់ខ្លួនមនុស្សជិត6000នាក់អ្នកខ្លមើលជំរុញអរដ្ឋាភិបាលបង្ក្រាបទៅលើប្រព័ន្ធដែលផ្ដល់លទ្ធភាពឲ្យឧស្សាហកម្មឆបោកនេះកើតឡើងគឺពលគឺមិនត្រឹមតែបង្ក្រាបលើអគារដែលបំរើសកម្មភាពបោកប្រាស់នោះទេបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកថាថៃដូចតទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈនៅថ្ងៃទី17ខែមិនិនាបានផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថាគិតចាប់ពីថ្ងៃទី1ខែមករាដល់ថ្ងៃទី14ខែមិនិនាដើមឆ្នាំ2026នេះសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបង្ក្រាបទៅលើទីតាំងឆបោកចំនួន98កន្លែងលោកបញ្ជាក់ថាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន66កន្លែងខេត្តកំពតចំនួន8កន្លែងស្វាយរៀង7កន្លែងបាត់ដំបងចំនួន4កន្លែងខណៈខេត្តត្បូងឃ្មុំខេត្តសៀមរាបបន្ទាយមានជ័យនិងព្រះសីហនុមានចំនួន2កន្លែងដូចគ្នារីឯខេត្តដទៃទៀតដូចជាខេត្តមណ្ឌលគិរីព្រៃវែងកណ្ដាលកោះកុងនិងខេត្តកំពង់ស្ពឺសមត្ថកិច្ចបង្ក្រាបបានទីតាំងឆបោកតាមអនឡាញមួយកន្លែងដូចគ្នាទោះជាយ៉ាងណាកន្លងមកអភិបាលខេត្តកំពង់ស្ពឺលោកជាមច័ន្ទសោភ័ណ្ឌប្រកាសក្នុងសន្និបាតបូកសរុបលទ្ធផលការងារនៅឆ្នាំ2025របស់រដ្ឋបាលខេត្តកាលពីថ្ងៃទី14ខែមករាកន្លងទៅថាខេត្តកំពង់ស្ពឺគ្មានទីតាំងឆបោកតាមអនឡាញនោះឡើយបន្ថែមពីនេះលោកទូចសុខៈអះអាងថាក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជិត6000នាក់ស្មើនឹង23សញ្ជាតិក្នុងនោះមានជនជាតិចិនជាង3400នាក់វៀតណាមជាង1000នាក់ខ្មែរជាង400នាក់ជនជាតិភូមាឬមីយ៉ាន់ម៉ាជិត200នាក់រួមទាំងជនជាតិថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីកូរ៉េខាងត្បូងបង់ក្លាដេសនេប៉ាល់និងស្រីលង្កាជាដើមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះឲ្យដឹងទៀតថាក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួននោះគឺមានជាង4000នាក់បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍គណៈមនុស្សចំនួន127នាក់ទៀតបញ្ជូនទៅតុលាការក្រៅពីនេះសមត្ថកិច្ចបានធ្វើការអប់រំនិងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញយុទ្ធនាការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់អ្នកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃគឺនៅតែបន្តយ៉ាងសកម្មតាមរយៈការចុះប្រតិបត្តិការបង្ក្រាបនៃបោសសម្អាតនិងការត្រួតពិនិត្យឡើងវិញលើទីតាំងដែលបានបិទពលគឺការបិទសៀលការចុះធ្វើវិធានការរដ្ឋបាលពលគឺការត្រួតពិនិត្យតាមនៃទីតាំងរស់នៅប្រមូលផ្ដុំហើយនឹងការត្រួតពិនិត្យតាមដងផ្លូវបាទតាមដងផ្លូវនិងការចុះត្រួតពិនិត្យនៅតាមទីតាំងដែលបានបិទរួចមិនឲ្យមានការលួចធ្វើសកម្មភាពឡើងវិញបានទេបាទលោកទូចសុខៈបន្ថែមថាលទ្ធផលនៃការបង្ក្រាបនៅដើមឆ្នាំ2026នេះបង្ហាញថាសកម្មភាពនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺបានថយចុះគួរឲ្យកត់សម្គាល់ទោះជាយ៉ាងណាលោកមិនបានបង្ហាញអំពីមេខ្លោងសំខាន់ដូចជាអ្នកមានលុយនិងអ្នកមានអំណាចកំពូលដែលពាក់ព័ន្ធនឹងអ ுக ្រិតកម្មនេះត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅកាត់ទោសតាមផ្លូវច្បាប់នោះឡើយជុំវិញរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោកសង្សានករណាមើលឃើញថាការបង្ក្រាបរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះហាក់ធ្វើឲ្យតែល្អមើលប៉ុណ្ណោះដោយសារមានសម្ពាធខ្លាំងពីអន្តរជាតិលោកបន្តថាដើម្បីឲ្យសហគមន៍ជាតិនិងអន្តរជាតិមានទំនុកចិត្តទៅលើការបង្ក្រាបរបស់រដ្ឋាភិបាលនោះលុះត្រាតែមេខ្លោងអ ுக ្រិតជនឆបោកនិងបណ្ដាញពាក់ព័ន្ធនានា
ដែលជាអ្នកសម្របសម្រួលឲ្យមានអំពើឆបោកតាមអនឡាញនេះត្រូវបានចាប់យកទៅកាត់ទោសតាមច្បាប់លោកយល់ថាប្រសិនបើការបង្ក្រាបដែលផ្ដោតតែទៅលើទីតាំងអគារឆបោកក៏ប៉ុន្តែមេខ្លងឧក្រិដ្ឋជនឆបោកឬខ្សែបណ្ដាញជនល្មើសនៅតែមានសេរីភាពដដែលនេះនឹងអាចធ្វើឲ្យឧស្សាហកម្មឆបោកនេះរីកដុះដាលវិញយ៉ាងឆាប់រហ័ស នំរឿងមួយជាធម្មតាអ្នកពាក់ព័ន្ធវាត្រូវមានអ្នកប្រព្រឹត្តជាអ្នកដែលដល់ឬក៏អ្នកសំគំនិតអីទាំងអស់ហ្នឹងអញ្ចឹងសំណុំរឿងมันអាចត្រឹមបញ្ចប់តែប៉ុណ្្នឹងទេហើយត្រូវបង្ហាញឲ្យច្បាស់ថាតើវាកើតឡើងដោយរបៀបម៉េចអ្នកណាជាអ្នកមេខ្លោងក្នុងការប្រព្រឹត្តអ្នកណាជាអ្នកនៅពីក្រោយក្នុងការការពារឲ្យមានការប្រព្រឹត្តនៅអំពើទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាបានអញ្ចឹងអ្នកដែលត្រូវមានវិធានការឲ្យចំគោលដៅដែលជាមេខ្លោងពិតប្រាកដហើយអ្នកដែលអនុញ្ញាតឲ្យអំពើបែបនឹងប្រព្រឹត្តឡើងពេញសោះសាយក្នុងផ្ទៃប្រទេសនឹងទៅបានអានឹងគឺជាអ្នកដែលត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរនេះគឺជាអ្វីដែលយើងចង់ឃើញបើមិនអនុវត្តដល់កម្រិតនឹងទេខ្ញុំជឿជាក់ថាការបង្ក្រាបនឹងអត់ទាន់អាចធ្វើទៅដល់ឫសគល់ឬក៏បញ្ចប់នៅអំពើឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាបានទេរដ្ឋាភិបាលកម្ពុជាប្រកាសថានឹងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះឲ្យអស់នៅត្រឹមខែមេសាខាងមុខនេះកាលពីថ្ងៃទី11ខែមិនិនាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកឆៃស៊ីណារិតបានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិថាមកទល់ពេលនេះសមត្ថកិច្ចបានបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញប្រហែល 80% ហើយឬស្មើជាង200ទីតាំងនៅទូទាំងប្រទេសក៏ប៉ុន្តែអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនលោកចាគូបស៊ីមបានលើកឡើងថាយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលកម្ពុជានេះគ្មានលទ្ធផលជាដុំកំភួននោះទេព្រោះការបង្ក្រាបមិនបានផ្ដោតទៅលើបណ្ដាញធំៗដែលគ្រប់គ្រងក្នុងការបើកឧស្សាហកម្មឆបោកតាមអនឡាញនេះលោកចាគូបស៊ីមពិនិត្យឃើញថាមកទល់ពេលនេះគ្មានសញ្ញាច្បាស់លាស់ថាជនល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកដែលស្ថិតនៅក្នុងជួរអិសរាជជនគណៈបកកណ្ដាលអំណាចត្រូវបានចាប់ខ្លួនឬអនុវត្តច្បាប់ឡើយអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនរូបនេះយល់ថាការបន្តរឹតបន្តឹងលើសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិលបានក្លាយជាឧបសគ្គក្នុងការផ្ទៀងផ្ទាត់ចំពោះការអះអាងរបស់មន្ត្រីរដ្ឋាភិបាលអំពីប្រសិទ្ធភាពនៃយុទ្ធនាការបង្ក្រាបនេះខ្ញុំថាថៃពីទីក្រុងមែលប៊នបាទលោកនាយកទីមេត្រីប្រទេសកម្ពុជាស្ថិតនៅក្នុងភាពប្រកាសអាសន្ននេះគឺជាការលើកឡើងរបស់អង្គសម័យដែលបរដ្ឋខ្មែរមកពីគ្រប់ទិសទីដែលបានសម្ដែងក្តីកង្វល់យ៉ាងខ្លាំងអំពីបញ្ហានេះដោយសារតែមានអំពើscam online អំពើឆបោកតាមអនឡាញនិងការបាត់បង់ទឹកដីដោយការឈ្លានពានរបស់ប្រទេសថៃនិងការខ្ទេចខ្ទាំធនធានធម្មជាតិនិងប្រព័ន្ធសេដ្ឋកិច្ចទាំងមូលជាដើមបញ្ហានេះធ្វើឲ្យប្រកបមានក្តីកង្វល់យ៉ាងខ្លាំងបាទនៅចុងអង្គសម័យនៅថ្ងៃទី3នោះគឺអង្គសម័យបានសម្រេចនៅលទ្ធផល5ចំណុចដើម្បីស្ដារប្រទេសដើម្បីរំដោះប្រទេសកម្ពុជាចេញពីកណ្ដាប់ដៃក្រញ៉ាំកណ្ដាប់ដៃរបស់តកុលហ៊ុនហើយថាតើរដ្ឋាភិបាលក្រៅប្រទេសនឹងដោះស្រាយបែបណានឹងអនុវត្តបែបណាចំពោះលទ្ធផលទាំង5ចំណុចនេះបាទសូមលោកអ្នករងចាំទស្សនានីតិវិទ្យាអ្នកស្ដាប់អាស៊ីសេរីដែលនឹងយើងចាប់ផ្ដើមនាពេលបន្តិចទៀតនេះនឹងមានលោកសំរងស៊ីជាវិក្កាមកិត្តិយសនឹងឆ្លើយនឹងសំណួរនឹងអំពីបញ្ហានេះបាទលោកនាងក៏អាចបញ្ចេញមតិយោបល់ឬក៏សួរសំណួរមកកាន់វិក្កាមរបស់យើងដែលគ្រាន់ដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ comment Facebook YouTube នៅក្នុងពេលផ្សាយផ្ទាល់នេះក្រុមការងាររបស់យើងនឹងតាក់ទងទៅលោកនាងវិញបាទលោកនាងជាទីមេត្រីតាក់ទងនឹងរឿងមួយទៀតមហាសេដ្ឋីខ្មែរដើមកំណត់ចិនលោកដុងលីឆេងគឺជាអ្នកចំនួនធំរកស៊ីលើវិស័យបនលបែងកាស៊ីណូនិងមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មមិនខុសពីឧក្រិដ្ឋជនជេនស៊ីនោះទេតុលាការចិនបានផ្តន្ទាទោសអ្នកចំនួនចិនរូបនេះកាលពីឆ្នាំ2008ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់និងបើកបនលបែងកាស៊ីណូខុសច្បាប់ក្រោយមកលោកបានរត់គេចខ្លួនចូលមកប្រទេសកម្ពុជាទិញសញ្ជាតិខ្មែរដើម្បីបន្តរកស៊ីវិស័យបនលបែងនៅបង្កើតអាណាចក្រមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅខេត្តព្រះសីហនុអក្រិតជនរូបនេះក៏ធ្លាប់ជួលយន្តហោះឯកជនឲ្យលោកហ៊ុនសែនប្រើប្រាស់សម្រាប់ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសថែមទៀតផងបាទសូមលោកនាងទស្សនាសេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីអំពីរឿងនេះដូចតទៅលោកដុងលីឆេងគឺជាអ្នកចំនួនចិនដ៏មានឥទ្ធិពលម្នាក់ដែលមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ
និងរកស៊ីលើវិស័យកាស៊ីណូអចលនទ្រព្យនិងសន្តាគារលោកស្ថិតនៅក្នុងចំណោមអ្នកជំនួញចិនដែលមានប្រវត្តិពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មនិងបានរត់គេចចេញពីការទទួលទោសនៅតុលាការចិនមកសំងំសាងសង់អាជីវកម្មនិងពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញក្រោមស្លាកកាស៊ីណូនៅកម្ពុជាតាមរយៈការបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនរួមទាំងអិសរាជជនកម្ពុជានិងការទិញសញ្ជាតិខ្មែរលោកដុងលីឆៃមានអាយុ58ឆ្នាំមានស្រុកកំណើតនៅក្នុងខេត្តយូណានប្រទេសចិននិងបានចាប់ផ្ដើមធ្វើជំនួញលើវិស័យបនលបែងកាស៊ីណូគម្រោងអចលនទ្រព្យនិងសន្តាគារតាមតំបន់ព្រំដែនចិនមីយ៉ាន់ម៉ាចាប់តាំងពីអំឡុងឆ្នាំ1990លោកត្រូវបានកាសែតស្រុកចិនពិពណ៌នាថាជាអ្នកជំនួញសប្បុរសតាមរយៈការបរិច្ចាគលុយដល់រដ្ឋាភិបាលកុម្មុយនីសចិនម្ដងរាប់លានដុល្លារលោកដុងលីឆេងក៏ជាស្ថាបនិកបង្កើតក្រុមហ៊ុនអាកាសចរឯកជនដំបូងគេបង្អស់នៅក្នុងខេត្តយូណានមានឈ្មោះក្រុមហ៊ុន Royal Airlines និងធ្លាប់ជាសមាជិកសន្និសីទពិគ្រោះយោបល់គោលនយោបាយប្រជាជនចិនប្រចាំតំបន់យូណានទោះជាយ៉ាងណាលោកបានបាត់បង់មុខតំណែងដ៏មានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលកុម្មុយនីសចិននិងបានចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មបន្ទាប់ពីតុលាការចិនរកឃើញថាក្រុមហ៊ុនអាកាសចរនិងក្រុមហ៊ុនបនលបែងកាស៊ីណូរបស់លោកនៅតាមព្រំដែនចិនមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងល្បែងអនឡាញខុសច្បាប់និងអំពើលាងលុយកខ្វក់នៅឆ្នាំ2008តុលាការចិនបានកាត់ទោសលោកដុងលីឆេងពីបទបើកកាស៊ីណូខុសច្បាប់ការលាងលុយកខ្វក់និងការរៀបចំបនលបែងស៊ីសងតាមអនឡាញទោះជាយ៉ាងណាលោកត្រូវបានគេឃុំខ្លួនរយៈពេលខ្លីប៉ុណ្ណោះព្រោះតុលាការចិនបានព្យួរទោសនិងអនុញ្ញាតឲ្យលោករស់នៅក្រៅឃុំក្រោមការឃ្លាំមើលមូលហេតុសំខាន់នោះគឺដោយសារតែលោកបានសារភាពនិងសហការជាមួយអាជ្ញាធរចិននៅក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មអនឡាញជាច្រើនបន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យរស់នៅក្រៅគុកឧក្រិដ្ឋជនរូបនេះបានឆក់ឱកាសរត់គេចខ្លួនចាកចេញពីប្រទេសចិននិងបន្តសកម្មភាពអាជីវកម្មវិស័យកាស៊ីណូនៅកម្ពុជាដែលជាប្រទេសពោពេញដោយអំពើពុករលួយនិងមានប្រព័ន្ធច្បាប់ទន់ខ្សោយតាមរបាយការណ៍ស៊ើបអង្កេតមួយចំនួនបង្ហាញថាឧក្រិដ្ឋជនដុងលីឆេងបានចូលមកកម្ពុជាអំឡុងឆ្នាំ2010និងបានបើកក្រុមហ៊ុនថ្មីសន្លាងមួយឈ្មោះ City Capital ដើម្បីពង្រីកការរកស៊ីលើវិស័យអចលនទ្រព្យក្រុមហ៊ុនអាកាសចរនិងកាស៊ីណូក្នុងអំឡុងពេលឧក្រិដ្ឋជនរូបនេះមកពង្រីកមុខចំនួនលើទឹកដីកម្ពុជាក្នុងឆ្នាំ2014តុលាការប្រទេសចិនបានបើកការស៊ើបអង្កេតលើឧក្រិដ្ឋជនដុងលីឆេងសារជាថ្មីទៀតពាក់ព័ន្ធនឹងអំពើពុករលួយនិងការលាងលុយកខ្វក់ទោះបីជាពេលនោះឧក្រិដ្ឋជនដុងលីឆេងល្បីល្បាញពាក់ព័ន្ធនឹងរឿងរ៉ាវឧក្រិដ្ឋកម្មនិងត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយប្រងព្រាតក៏លោកអាចបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានព្រឹទ្ធសភាលោកហ៊ុនសែននិងបានរំកិលខ្លួនយ៉ាងគៀកទៅនឹងអិសរាជជននយោបាយកម្ពុជានៅកម្ពុជាក្នុងឆ្នាំ2014ឧក្រិដ្ឋជនដុងលីឆេងបានទិញសញ្ជាតិខ្មែរពីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែននិងមានឈ្មោះក្នុងបញ្ជីសញ្ជាតិខ្មែរថាតុងហេងលើសពីនេះកាលពីឆ្នាំ2018ឧក្រិដ្ឋជនដុងលីឆេងក៏ត្រូវបានរាយការណ៍ថាបានផ្ដល់យន្តហោះឯកជនឲ្យលោកហ៊ុនសែននិងមន្ត្រីក្រាក់ជិះទៅប្រជុំនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកថែមទៀតផងក្រោយពីបានទទួលសញ្ជាតិខ្មែរឧក្រិដ្ឋជនដុងលីឆេងក៏បានបង្កើតអាណាចក្រមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំនៅខេត្តព្រះសីហនុក្រោមស្លាកវិនិយោគនៃក្រុមហ៊ុនរបស់លោកឈ្មោះ Golden Sun Sky Entertainment ដែលបានទទួលសិទ្ធិវិនិយោគពីលោកហ៊ុនសែននៅតំបន់ឆ្នេរអូត្រេសនៅក្នុងខេត្តព្រះសីហនុនៅក្នុងទំហំផ្ទៃដីជាង55ហិកតាកាលពីឆ្នាំ2016គម្រោងអភិវឌ្ឍនៃក្រុមហ៊ុននេះគឺផ្ដោតទៅលើការបង្កើតអគារកាស៊ីណូសន្តាគារផ្សារទំនើបនិងលំនៅឋានជាដើមដែលទំហំវិនិយោគក្នុងទឹកប្រាក់ជាង$360លានលោកក៏ជាអ្នកជំនួញចិនដ៏ធំម្នាក់ដែលបានរួមចំណែកវិនិយោគសាងសង់អគារពាណិជ្ជកម្មតំបន់ក្រុងព្រះសីហនុដែលគេហៅថា Chinatown ក្នុងទំហំទឹកប្រាក់រាប់រយលាន$ដែលបច្ចុប្បន្នទីតាំងអគារតំបន់នោះរងការចោទថាជាសម្បុកនៃក្រុមអក្រិតជនឆបោកតាមអនឡាញរដ្ឋាភិបាលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុន Golden Sun Sky Entertainment និងស្ថាបនិកក្រុមហ៊ុននេះគឺអក្រិតជនដុងលីឆេងចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ2023ដោយសារតែពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញនិងការបង្ខាំងមនុស្សខុសច្បាប់រដ្ឋាភិបាលអង់គ្លេសលាតត្រដាងថាតំបន់នៃអគារ Golden Sun Sky
គឺជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំនៅក្នុងប្រទេសកម្ពុជានិងមានជនរងគ្រោះជាច្រើនអ្នកត្រូវបានគេឆបោកនិងទទួលរងការបង្ខាំងធ្វើទរណកម្មយ៉ាងឃោរឃៅទន្ទឹមគ្នានឹងចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីឆ្នាំ2025ក៏បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិអ ுக ្រិតជនដុងលីឆេងនិងក្រុមហ៊ុនធំចំនួន6ក្នុងនោះរួមទាំងក្រុមហ៊ុន TC Capital និងក្រុមហ៊ុន Golden Sun Sky Entertainment ចូលទៅក្នុងបញ្ជីខ្មៅដោយសារតែពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនិងការបង្ខាំងមនុស្សអាមេរិករកឃើញថាបណ្ដាញអគារកាស៊ីណូនៃក្រុមហ៊ុនរបស់ក្រិតជនដុងលីឆេងត្រូវបានបំលែងទៅជាមូលដ្ឋាននៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនិងមានជនរងគ្រោះជាច្រើនអ្នកត្រូវបានគេជួញដូរនិងបង្ខាំងឲ្យធ្វើការឆបោកតាមអនឡាញលើកពីនេះប្រតិបត្តិការរបស់បណ្ដាញទាំងនេះបានលួចលុយពីជនរងគ្រោះនៅសហរដ្ឋអាមេរិកជាច្រើនអ្នកនិងពលរដ្ឋនៅប្រទេសផ្សេងៗរាប់ពាន់លានដុល្លារបើទោះបីជាប្រទេសលោកសេរីចាត់វិធានការក៏បណ្ដាញក្រុមហ៊ុនអក្រិតជនរបស់លោកដុងលីឆេងនៅតែបន្តដំណើរការបច្ចុប្បន្នមជ្ឈមណ្ឌលកំសាន្តនៅក្នុងបរិវេណក្រុមហ៊ុន Golden Sun Sky និងតំបន់អគារពាណិជ្ជកម្មនៅក្នុងតំបន់ Chinatown ជាច្រើនទៀតរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិនលោកដុងលីឆេងនៅតែរងការចោទប្រកាន់ថាបន្តបង្ខាំងមនុស្សរាប់សិបនាក់បង្ខំឲ្យធ្វើការឆបោកតាមអនឡាញដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយស្ថាប័នជំនាញមួយចំនួនវាយតម្លៃថាមុខចំនួនបនលបែងកាស៊ីណូនិងអំពើឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនដុងលីឆេងអាចបន្តដំណើរការបានដល់សប្តាហ៍ថ្ងៃគឺដោយសារតែទទួលបានការការពារពីរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនឧក្រិដ្ឋជនដុងលីឆេងស្ថិតនៅក្នុងចំណោមអ្នកជំនួញជនជាតិចិន2នាក់ទៀតរួមមានលោកស៊ីជីជាងនិងឧក្រិដ្ឋជនស៊ូអៃមីនដែលពិភពលោកស្គាល់ថាជាមហាសេដ្ឋីបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងខេត្តព្រះសីហនុនិងជាអ្នកជំនួញមានឥទ្ធិពលនៅក្នុងការពង្រីកបនលបែងកាស៊ីណូក្នុងតំបន់អាស៊ីអាគ្នេយ៍លោកស៊ីជីជាងត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីឆ្នាំ2022និងបានធ្វើបទបទបញ្ជូនទៅប្រទេសចិនកាលពីឆ្នាំ2025ពាក់ព័ន្ធនឹងការបង្កើតបណ្ដាញឆបោកតាមអនឡាញរីឯអក្រិតជនស៊ូអៃមីនកាលពីឆ្នាំ2013ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់គុក10ឆ្នាំពីបទបើកបនលបែងខុសច្បាប់ប៉ុន្តែអក្រិតជនរូបនេះបានរត់ចូលកម្ពុជាដើម្បីជំនួញអាជីវកម្មតាមរយៈការទិញសញ្ជាតិខ្មែរនិងទទួលបានការការពារពីរដ្ឋាភិបាលត្រកូលហ៊ុននាងខ្ញុំសុជីវីទូរទស្សន៍អាស៊ីសេរី